ផ្ទៃរបស់ភពអង្គារត្រូវអ្នកវិទ្យាសាស្ត្រអះអាងថាអាចឲ្យទម្រង់ជីវិតលូតលាស់បានក្រោមវត្តមានដងទន្លេក៏ដូចជាបឹងបួជាច្រើនហើយសូម្បីតែមហាសមុទ្រដ៏ជ្រៅមួយក៏មានដែរថ្ងៃនិងរដូវកាលរបស់ភពនេះគឺអាចប្រៀបធៀបទៅនឹងផែនដីបានពីព្រោះរយៈពេលវិលជុំក៏ដូចជាភាពត្រេតនៃអរង្វិលរបស់ភពទាំងពីរគឺស្រដៀងគ្នានៅលើភពអង្គារមាន Olympus Mons ដែលជាភ្នំភ្លើងធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យនិង Valles Marineris ដែលជាអន្លង់ធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យយ៉ាងណាមិញអ្នកវិទ្យាសាស្ត្រខ្លះជឿជាក់ថាទោះជាបែបនេះក្តីពុំមែនត្រូវមានន័យថាភពអង្គារគឺជាភពគ្មានជីវិតរស់នៅដល់បច្ចុប្បន្ននោះឡើយពោលគឺបើភពអង្គារធ្លាប់មានជីវិតរស់នៅកាលពី 4000 លានឆ្នាំមុនភពអង្គារក៏អាចនៅតែមានវត្តមានដល់បច្ចុប្បន្នដែរពីព្រោះគ្មានព្រឹត្តិការណ៍អ្វីបានកើតឡើងនៅភពអង្គារដែលបានបំផ្លិចបំផ្លាញទម្រង់ជីវិតឲ្យរលាយសាបសូន្យទាំងស្រុងនោះឡើយ